សួស្តីបងប្អូនអរគ្នាថ្ងៃនេះលោកគ្រូចង់បង្ហាញបងប្អូនពីការគណនាអង្គតិក្រាលបាទអញ្ចឹងយើងមើលផ្នែកខាងប៊ិចពណ៌ខៀវនិងប៊ិចពណ៌ក្រហមអញ្ចឹងលោកគ្រូមើលកន្លែងប៊ិចពណ៌ក្រហមមុនណាតោះនេះផ្ដោតមើលកន្លែងពណ៌ក្រហមបាទពណ៌ក្រហមគេនេះអង្គតិក្រាលកំណត់ណាបាទកំណត់ពី0ទៅ1នៃ x ការ៉េបូក1 o ការ៉េ dx ចឹងកន្លែងនេះគាត់ច្រឡំអង្គតិក្រាលx ស្វ័យគុណ n ណាស្មើ1លើ n x សេក n បូក1អញ្ចឹងដោយសារ x ការ៉េបូក1លើកជាការ៉េគាត់ដាក់គីប1លើ 3x គីបចឹងអញ្ចឹងការគណនានេះកន្លែងនេះខុសហើយព្រោះកាលណាយើងអាចគណនា x ស្វ័យគុណ n វាបានប៉ុន្តែដល់ពេល x ការ៉េបូក1យើងធ្វើរូបមន្តនឹងអត់កើតទេយើងអាចធ្វើបានតើមានកតាវាខ្លួនវាព្រីមមានន័យថាត្រូវមាន x ការ៉េបូក1ព្រីមអញ្ចឹងក្នុងនេះខាងក្រៅវាអត់មាន x ទេអញ្ចឹងយើងអាចធ្វើតាមនឹងកើតទេអញ្ចឹងចម្លើយនឹងអត់ត្រូវទេអញ្ចឹងចម្លើយត្រូវចម្លើយដែលត្រឹមត្រូវគឺផ្នែកទី2បាទផ្នែកពណ៌ខៀវបាទផ្នែកពណ៌ខៀវអញ្ចឹងកន្លែងនេះដើម្បីអាចធ្វើបានគឺយើងត្រូវបន្លាត a បូក b o ការ៉េអញ្ចឹង a បូក b o ការ៉េវាស្មើ a ការ៉េបូក2ដង ab បូក b ការ៉េទៅយើងអាចអនុវត្តបានបាទអញ្ចឹងកន្លែងនេះគួរឲ្យចាប់អារម្មណ៍ដែរណាបាទกระดาษនេះអក្សរគ្រូសុកពិសិដ្ឋ